ការពីមុនឃើញគេមូសក់ស្អាតស្រឡាញ់ចង់ចេះមូដែរតែរៀនមិនក៏អត់ចេះតែឥឡូវងាយស្រួលបងប្អូនអើយចេញពួកអាម៉ាស៊ីនអូតូមកដល់ពេលអញ្ចឹងទៅអ្នកដែលអត់ចេះមូសក់ដូចខ្ញុំអីអាចទិញពួកម៉ាស៊ីនហ្នឹងមកបានវាមូទៅវាចេញភ្លីស្អាតទៅបងប្អូនហើយទៅមូលឿនទៀតយើងគ្រាន់តែយកសក់របស់យើងចំណែកមកល្មមយកមកដាក់អាកន្លែងចពោយកដាហ្នឹងទៅហើយទៅបើសិនជាយើងមូសក់ខាងឆ្វេងយើងចុចម៉ាស៊ីនអូតូហ្នឹងមកខាងឆ្វេងនៅពេលដែលយើងមូខាងស្ដាំយើងចុចមកខាងស្ដាំទៅអត់មានអីពិបាកទេពេលដបងខ្ញុំសាកដបងក៏ខ្ញុំអត់សូវចេះអត់សូវស្ទាត់ដែរតែដល់ពេលយើងមូមកដល់បានម្ដងពីរដងទៅយើងស្ទាត់ទៅដល់ពេលអញ្ចឹងទៅលឿនណាបងប្អូនពេលបងប្អូនចង់ទៅណាកម្មវិធីល្មមអីយើងអាចមូខ្លួនឯងបានមិនបាច់ទៅជាងទេហើយកន្លែងនេះអាហ្នឹងវគ្គដបងអត់ចេះដែរចេះតែសាកដាក់សក់ទៅប៉ុន្តែមានន័យចេញលទ្ធផលមកចេញភ្លីស្អាតដែរតាបងប្អូនកាលមុនធ្លាប់ទិញម៉ាស៊ីនមូមកដែរប៉ុន្តែពួកអានោះវាអត់អូតូដល់ពេលអញ្ចឹងអត់ចេះមូទុកចោលតខូចអញ្ចឹងមិនថាបងប្អូនអីក៏ដោយយើងត្រូវតែរៀនគឺរៀនតទៅដល់ចាស់ហ្នឹងចំណេះដឹងគឺអាចចំណេះដឹងតិចតួចហ្នឹងអាហ្នឹងវាប្រើប្រាស់ប្រចាំថ្ងៃរបស់យើងធ្វើឲ្យយើងងាយស្រួលព្រោះនៅពេលដែលយើងចេះទៅវាអត់មានអីពិបាកទេកន្លែងនេះទំដាក់ហ៊ានដាក់ម៉ាស៊ីនលើកដបងរៀងឆ្កងប៉ុន្តែមានអីចេញលទ្ធផលមកស្អាតតែតាដើមហេតុដែរបានទិញម៉ាស៊ីននឹងមកគឺដោយសារតែមិត្តភក្តិខ្ញុំគាត់ថាគាត់ទិញម៉ាស៊ីនមួយម៉ាស៊ីនអូតូហ្នឹងតម្លៃសមរម្យទេតែស្រួលប្រើព្រោះគាត់ក៏អត់ចេះមូសក់ដូចខ្ញុំដែរប៉ុន្តែគាត់ទិញម៉ាស៊ីនហ្នឹងមកគាត់ចេះប្រើដល់ពេលអញ្ចឹងគាត់ណែនាំឲ្យខ្ញុំទិញប្រើដែរគាត់ថាមូមិនដល់5នាទីផងនៅពេលដែលយើងចេះទៅប៉ុន្តែពេលយើងអត់ទាន់ចេះវារៀងពិបាកដែរប៉ុន្តែតែយើងចេះទៅតែ5នាទីគឺមូហើយលឿនទៀតអាហ្នឹងសក់ដោយសារតែសក់ខ្ញុំរៀងខ្លីមូទៅវាអត់សូវឃើញទឹកឡូតស្អាតខ្លាំងទេប៉ុន្តែបើសក់គេវែងមូទៅដឹងតែចេញស្អាតទេមុខរៀងហើមហ្នឹងកុំច្រឡំថាទៅយំពីយប់អីបងប្អូនអត់ទេនេះមុខទៅងើបពីគេងដោយសារតថ្ងៃនឹងថ្ងៃសម្រាប់អត់ធ្វើការហើយទៅក៏នឹកឃើញម៉ាស៊ីននឹងទិញមករៀងយូរដែរហើយប៉ុន្តែអត់មានពេលសាកប្រើដល់ពេលអញ្ចឹងបើកភ្នែកមកនឹកឃើញក៏ទៅយកម៉ាស៊ីននឹងរៀនមូសក់ហើយទៅក៏បានថតវីដេអូជូនបងប្អូនមើលទៅវីដេអូមូសក់ដល់រោករ៉ានិយាយលេងឯងបងប្អូនអាហ្នឹងដោយសារតែយើងអត់ទាន់សូវស្ទាត់តែទៅពេលចេះទៅដឹងតែស្អាតហើយវីដេអូនេះបើសិនជាបងប្អូនណាដែលគាត់ចេះមូសក់ជំនាញអីណានៅពេលដែលគាត់មើលហើយកុំសោចយំអីខ្ញុំនេះអ្នកសាកលបងថ្មីថ្មោងទេទៅតែរៀនទេអញ្ចឹងមូម្ដងខុសមូម្ដងត្រូវទេចាំពេលខ្ញុំជំនាញស្ទាត់ជំនាញនឹងអាម៉ាស៊ីនហ្នឹងខ្ញុំថតវីដេអូឲ្យបងប្អូនមើលទៀតតែវីដេអូនេះវីដេអូលើកដំបូងដល់ពេលអញ្ចឹងវារៀងរោករ៉ាតិចម្ដងខុសម្ដងត្រូវកន្លែងនេះក៏ដាក់សក់មិនត្រូវដែរមូចុះមូឡើងល្មមបានមូសក់ចូលក្នុងម៉ាស៊ីនភ្លីសក់ម៉ាស៊ីនហ្នឹងបងប្អូនប៉ុណ្ណឹងល្មមស្អាតវាអត់ភ្លីធំពេកហើយក៏វាមិនភ្លីតូចពេកអញ្ចឹងពេលយើងដើរលេងអីយើងអាចមូសក់បាននេះលទ្ធផលមកស្អាតដែរតាបងប្អូនស្អាតវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណជួបគ្នានៅវីដេអូក្រោយ